បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនដែលពេញនិយមគុណនិយមលេងឯកខ្មែរទាំងអស់គ្នាទាំង25ខែក្រុងបាទថ្ងៃនេះធីមក្រាំងក្នុងត្រៀមឲ្យបងប្អូននៅថ្ងៃទី19 20 21នៅខាងខេត្តសៀមរាបនៅពលានយន្តហោះមានព្រឹត្តិការណ៍ប្រកួតខ្លែងឯកខ្មែរដើម្បីថែគេដំណើរវប្បធម៌ដូនតាមួយនេះកុំឲ្យបាត់បង់ហើយសង្ឃឹមថាពុកម៉ែបងប្អូននឹងចូលរួមកាន់តែច្រើនកកកបាទហើយយប់ឡើងគេមានកម្មវិធីតាំងឌីពណ៌មានដូចជាល្ខោនបាសាក់អីផ្សេងទៀតអញ្ចឹងធម្មតាពុកម៉ែបងប្អូននឹងចូលរួមនឹងលើកស្ទួយវប្បធម៌មួយនេះឲ្យបានគង់វង្សកុំឲ្យបាត់បង់ចេញទៅខាងខេត្តសៀមរាបដែរហើយបងប្អូនបាទចេញយកទៅតាំងឌីពណ៌លេងបងប្អូនបាទនៅខាងខេត្តសៀមរាបថ្ងៃទី20 21 22នេះបងប្អូនបាទស្រឡាញ់ខាងណាបើហេតុថាស្រឡាញ់ខាងវិស័យខាងឯកបាទមិនអាចបំភ្លេចបានបាទវប្បធម៌ខ្មែរបាទជួយថែរក្សាក្នុងគ្នាបាទជួយលេងនិងជួយគ្រប់គ្រងអស់គ្នាបងប្អូនបាទ1ម៉ែត្រ38នេះគឺលេងស្រួលខ្លាំងមែនតើបងប្អូនបាទគឺមិនថាខ្យល់ខ្លាំងទេបងប្អូនគឺឈ្នះខ្យល់តែម្ដងលេងមួយអែមតែម្ដងចឹងមិនថាបាទទៅណាទៅណីក៏ខ្ញុំយកវាទៅតាមព្រោះសារអីស្នុកលេងខាងបាទហើយបងប្អូនបាទពេញចិត្តនៅស្នាដៃបាទរបស់ខ្ញុំបាទចេស្តា KH នេះបាទខាងឯកស្លាប់បើកក្រាំងក្នុងខនាត1ម៉ែត្រ38បងប្អូនកុំភ្លេចជួយបាទគ្រប់គ្រងជួយ like ជួយ share ជួយ subscribe channel YouTube របស់ខ្ញុំចេស្តា KH ខ្លែងឯកខ្មែរនេះម្នាក់មួយផងបាទដើម្បីទទួលបានវីដេអូថ្មីពីខ្ញុំចេស្តា KH ពីជាបន្តទៀតបាទអរគុណនិងសូមជម្រាបលាបងប្អូន fan បាយបាយជួបគ្នានៅខាងខេត្តសៀមរាបទាំងអស់គ្នា